លោកត្រាំគម្រាមដាក់ពន្ធភ្លាមៗ 25% ទៅលើប្រទេសណាដែលរកស៊ីជាមួយនឹងអ៊ីរ៉ង់ដែលអាចរួមបញ្ចូលទាំងប្រទេសចិនផងដែរអាមេរិកលោកដូណាល់ត្រាំបានប្រមានដំឡើងពន្ធនឹងយកពន្ធគយ 25% ភ្លាមៗទៅលើប្រទេសណាដែលនៅតែបន្តរកស៊ីជាមួយនឹងអ៊ីរ៉ង់ការប្រមាននេះបានធ្វើឡើងក្រោយពីអ៊ីរ៉ង់បានបន្តបាញ់សម្លាប់ក្រុមហ្វូងបាតុករប្រមាណ500នាក់និងរាប់រយនាក់ទៀតត្រូវបានចាប់ខ្លួនឃុំឃាំងនិងធ្វើទរណកម្មយ៉ាងព្រៃផ្សៃតាមរយៈសំណេរលោកត្រាំបានបញ្ជាក់ថាពន្ធគយ 25% ថ្មីនេះនឹងមានប្រសិទ្ធភាពភ្លាមៗចំពោះប្រទេសណាដែលនៅតែបន្តអាជីវកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងត្រូវបង់ពន្ធ 25% ទៅលើអាជីវកម្មណាមួយនិងទាំងអស់ដែលកំពុងធ្វើជាមួយសហរដ្ឋអាមេរិកបទបញ្ជានេះគឺជាសេចក្តីសម្រេចចុងក្រោយនិងច្បាស់លាស់បើយោងតាម USA Today បានចេញផ្សាយថាក្រមសិទ្ធិមនុស្សបានរាយការណ៍ថាកងកម្លាំងសន្តិសុខអ៊ីរ៉ង់បានសម្លាប់អ្នកតវ៉ារាប់រយនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែលជំរុញឲ្យលោកត្រាំបានដាក់ពន្ធទៅលើដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់ដោយការដាក់ពន្ធនេះគឺបន្តដាក់សម្ពាធទៅលើអ៊ីរ៉ង់ឲ្យបញ្ឈប់ការបង្ក្រាបដ៏សាហាវទៅលើក្រុមហ្វូងបាតុករប្រពន្ធដដែលអះអាងថារបបអ៊ីរ៉ង់បានដាក់ចេញនូវការបិទអ៊ីនធឺណិតទូទាំងប្រទេសនិងបន្ថែមការសម្លាប់រង្គាលដើម្បីបង្ក្រប់ក្រុមបាតុករដែលបានធ្វើបាតុកម្មប្រឆាំងជាមួយនឹងរបបអ៊ីរ៉ង់លោកដូណាល់ត្រាំបានបញ្ជាក់កាលពីម្សិលមិញថាមេដឹកនាំអ៊ីរ៉ង់បានស្នើសុំលោកចរចាតែលោកត្រាំក៏បានប្រមានប្រើជំរើសយោធាជាមួយនឹងរបបអ៊ីរ៉ង់អ្នកនាំពាក្យផ្ទាល់របស់លោកត្រាំលោកស្រីលាវីតបាននិយាយថាការទូតគឺជាជំរើសដំបូងជានិច្ចប៉ុន្តែប្រធានាធិបតីបានប្រមានផងដែរថាលោកមិនខ្លាចក្នុងការប្រើប្រាស់ជំរើសយោធាទេប្រសិនបើលោកយល់ថាចាំបាច់ហើយគ្មាននរណាម្នាក់ដឹងរឿងនោះច្បាស់ជាងអ៊ីរ៉ង់ទេហើយលោកត្រាំក៏បានបញ្យល់ច្បាស់ថាពាក្យអាជីវកម្មជាមួយអ៊ីរ៉ង់មានន័យដល់កម្រិតណាឡើយប្រការនេះទើបបានបង្កើតជាសំណួរតើពន្ធគយថ្មីនេះអនុវត្តយ៉ាងដូចម្តេចហើយប្រទេសណាខ្លះដែលនឹងត្រូវជាគោលដៅដំបូងឬវាគ្រាន់តែជាការពាក់ព័ន្ធជុំវិញនឹងការរួមបញ្ចូលសេវាកម្មផងដែរការប្រកាសនេះខណៈដែលលោកត្រាំលើកឡើងពីលទ្ធភាពនៃការចូលអន្តរាគមន៍យោធាអាមេរិកដើម្បីជួយសង្គ្រោះអ្នកប្រឆាំងតវ៉ារដ្ឋាភិបាលនៅអ៊ីរ៉ង់ដែលមានមនុស្សរាប់រយនាក់បានស្លាប់ជាមួយគ្នានេះផងដែររដ្ឋាភិបាលអ៊ីរ៉ង់បានកាត់ផ្តាច់ទំនាក់ទំនងព័ត៌មានធ្វើឲ្យប្រជាជនក្នុងប្រទេសត្រូវរស់ដាច់ស្រយាលពីភពខាងក្រៅពន្ធគយថ្មីនេះអាចធ្វើឲ្យទំនិញចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីរ៉ង់និងសហរដ្ឋអាមេរិកត្រូវបង់ពន្ធយ៉ាងតិច 45% បើប្រៀបធៀបទៅនឹងអត្រាពន្ធបច្ចុប្បន្ន 20% ក្នុងរយៈពេល11ខែដំបូងនៃឆ្នាំ 2025 ប្រទេសចិនបាននាំទំនិញទៅអ៊ីរ៉ង់ចំនួន 6.2 ពាន់លានដុល្លារនិងនាំចូលពីអ៊ីរ៉ង់ 2.85 ពាន់លានដុល្លារនេះបើតាមទិន្នន័យគយរបស់ចិននេះមិនរាប់បញ្ចូលការទិញប្រេងព្រោះចិនមិនបង្ហាញទិន្នន័យជាសាធារណៈតាមអ្នកវិភាគប៉ាន់ស្មានបានបង្ហាញថាចិនបានទិញប្រេងជាងប្រមាណ 90% នៃអ៊ីរ៉ង់ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះកាលពីឆ្នាំមុនសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានធ្វើឲ្យទីផ្សារពិភពលោករងការខូចខាតយ៉ាងខ្លាំងដោយលោកត្រាំបានដំឡើងពន្ធទំនិញចិនរហូតដល់ 145% មុនបញ្ចប់ដោយគ្មានការចរចាក្រៅពីចិនប្រទេសឥណ្ឌាអារ៉ាប់និងទូគីក៏ត្រូវបានចាត់ទុកថាជាដៃគូពាណិជ្ជកម្មសំខាន់របស់អ៊ីរ៉ង់ផងដែរលោកត្រាំបានដំឡើងពន្ធលើទំនិញពីឥណ្ឌាដល់យ៉ាងតិច 50% ដើម្បីដាក់ទណ្ឌកម្មចំពោះការទិញប្រេងពីរុស្ស៊ីហើយក៏បានគម្រាមដាក់ទណ្ឌកម្មដូចគ្នាចំពោះប្រទេសណាផ្សេងដែលរកស៊ីជាមួយអ៊ីរ៉ង់ក្នុងអាណត្តិទី2របស់លោកត្រាំបានប្រើច្បាប់មួយដែលហៅថា International Emergency Economic Power Act ដែលហៅកាត់ថា IEEPA ដើម្បីដំឡើងពន្ធគយទោះបីជាយ៉ាងណាការប្រើច្បាប់នេះកំពុងត្រូវបានប្តឹងទៅតុលាការកំពូលអាមេរិកហើយសារក្រមត្រូវបានរំពឹងថានឹងចេញថ្ងៃក្រោយនេះប្រសិនបើតុលាការសម្រេចលោកត្រាំមិនមានអំណាចច្បាស់លាស់គ្រប់គ្រាន់នោះមិនត្រឹមតែធ្វើឲ្យលោកត្រាំបាត់បង់សមត្ថភាពក្នុងការដាក់ទណ្ឌកម្មសេរីប៉ុណ្ណោះទេប៉ុន្តែសហរដ្ឋអាមេរិកនឹងអាចត្រូវសងពន្ធវិញរហូតដល់ 130 ពាន់លានដុល្លារផងដែរយើងនឹងចាំមើលទាំងអស់គ្នាថាតើប្រទេសណាខ្លះដែលត្រូវដាក់ទណ្ឌកម្មទៅលើការរកស៊ីជាមួយនឹងអ៊ីរ៉ង់ហើយសារក្រមរបស់តុលាការមានអានុភាពដែរឬទេជាចុងក្រោយពីខ្ញុំបាទ VD Talk Show សូមអរគុណសូមជម្រាបលា